ដោយសារតែមានព័ត៌មានជាច្រើននិយាយអំពីការដំឡើងពន្ធទៅលើប្រទេសកម្ពុជារហូតដល់ 49% ក៏ដូចជាការដំឡើងពន្ធច្រើនហួសហេតុទៅលើប្រទេសផ្សេងៗផងនោះដូច្នេះហើយខ្ញុំចង់ធ្វើវីដេអូនេះឡើងដើម្បីជម្រាបអ្នកទាំងអស់គ្នាអំពីគោលនយោបាយរបស់ Donald Trump មុននឹងគាត់ដំឡើងពន្ធនៅលើប្រទេសយើងក៏ដូចជាប្រទេសផ្សេងៗហើយវីដេអូនេះខ្ញុំចែកចេញជាពីរផ្នែកទី1ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីគោលនយោបាយរបស់ Donald Trump មុនដំឡើងពន្ធនិងទី2ខ្ញុំនឹងជម្រាបអ្នកទាំងអស់គ្នារាល់ព័ត៌មានដែលខ្ញុំបានប្រមូលបានដើម្បីឲ្យអ្នកទាំងអស់គ្នាជួយគិតគ្នាថាតើអ្វីដែលខ្ញុំបានប្រមូលបានហ្នឹងវាត្រូវឬក៏ខុសហើយសូមបញ្ជាក់ផងដែរថាខ្ញុំក៏អត់សូវជាអីដែររាល់ការនិយាយរបស់ខ្ញុំគឺខ្ញុំសំអាងទៅលើព័ត៌មានដែលខ្ញុំបានប្រមូលបានជាច្រើនហ្នឹងយកវាមកសំយោគចូលគ្នាតែប៉ុណ្ណោះអញ្ចឹងបើសិនជាមានការខុសឆ្គងសូមឲ្យគ្នាយើងអធិស្ឋានក៏ដូចជាប្រាប់ខ្ញុំវិញដើម្បីឲ្យខ្ញុំសិក្សារៀបបន្ថែមអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលទៅក្នុងវីដេអូរបស់គ្នាលោក Donald Trump បានលើកឡើងនៅហេតុផលនៃការដំឡើងពន្ធជាច្រើនដូចជាអស់ជាច្រើនទសវត្សរ៍មកហើយដែលប្រទេសជាច្រើននៅលើពិភពលោកបានកេងផលចំណេញពីសហរដ្ឋអាមេរិកមិនថាប្រទេសជាសម្ព័ន្ធមិត្តឬក៏ប្រទេសជាគូសត្រូវរបស់អាមេរិកនោះទេហើយក៏បាននិយាយថានេះជាពេលវេលាហើយដែលអាមេរិកត្រូវតែប្រមូលមកវិញនៅអ្វីដែលប្រទេសអាមេរិកហ្នឹងបានខាត់បងដោយតបស្នងមកវិញនៅការដំឡើងពន្ធគ្រប់ប្រទេសរាល់ទំនិញនាំចូលទៅក្នុងសហរដ្ឋអាមេរិកហើយការប្រមូលពន្ធនេះក៏ដើម្បីតែទ្រទ្រង់សេដ្ឋកិច្ចប្រជាជននៃប្រទេសអាមេរិកក៏ដូចជាការទ្រទ្រង់សេដ្ឋកិច្ចនៃប្រទេសអាមេរិកទាំងមូលផងដែរវាមានចំណុចផ្សេងៗទៀតតែនេះខ្ញុំយកតែចំណុចគោលសំខាន់មកប្រាប់គ្នាយើងតែប៉ុណ្ណោះប៉ុន្តែការលើកឡើងរបស់ធានាធិបតីអាមេរិកហ្នឹងគឺសុទ្ធសឹងតែជាគោលការណ៍ដែលលើកស្ទួយសេដ្ឋកិច្ចប្រជាជនអាមេរិកទាំងស្រុងក៏ប៉ុន្តែខ្ញុំជឿថាមិនមែនត្រឹមតែលើកស្ទួយសេដ្ឋកិច្ចប្រជាជនអាមេរិកតែប៉ុណ្ណោះទេ Donald Trump មានមុខព្រួញច្រើនទៀតខ្ញុំជឿបែបនេះអ្វីដែលខ្ញុំយកឃើញនោះគឺ Donald Trump ចង់ឲ្យប្រទេសនៅជុំវិញពិភពលោកហ្នឹងបញ្ឈប់ការធ្វើជំនួញជាមួយនឹងប្រទេសចិនហើយងាកទៅរកប្រទេសអាមេរិកវិញក្នុងការធ្វើជំនួញព្រោះអាមេរិកខ្លាចប្រទេសចិនខ្លាចជាប្រទេសមហាអំណាចលេខ1នៅលើពិភពលោកហើយអ្វីខ្ញុំនិយាយបែបនេះដោយសារតែរឿងនេះល្បីនៅលើឆាកអន្តរជាតិខ្លាំងមែនទែនមួយរយៈចុងក្រោយនេះអ្នកទាំងគ្នាដើម្បីខ្លាចជាប្រទេសមហាអំណាចលេខ1នៅលើពិភពលោកគឺគេត្រូវមើលឬក៏គេត្រូវមានចំណុចសំខាន់ជាច្រើនប៉ុន្តែមានចំណុច2ដែលសំខាន់ជាងគេបំផុតដើម្បីខ្លាចជាប្រទេសមហាអំណាចលេខ1នោះគឺគេត្រូវមើលលើសេដ្ឋកិច្ចនិងយោធានៃប្រទេសមួយនោះតាមរយៈ website អ៊ីនធឺណិតដែលមានឈ្មោះថា Financial Times បានឲ្យដឹងថាចំណូលប្រចាំឆ្នាំឬក៏សេដ្ឋកិច្ចប្រចាំឆ្នាំនៃប្រទេសអាមេរិកនៅក្នុងឆ្នាំ2024ហ្នឹងមានទៅដល់ $23.4 ពាន់លានប៉ុន្តែបើសិនជាយើងក្រឡេកទៅមើលប្រទេសចិនវិញគឺមានត្រឹមតែ $18.7 ពាន់លានតែប៉ុណ្ណោះអញ្ចឹងបើយើងគិតទៅវាលើកខ្វះគ្នាតែ $5,000 លាននោះទេដូច្នេះហើយបើសិនជាសហរដ្ឋអាមេរិកមិនព្រមទប់ស្កាត់ចំណូលប្រទេសចិនទេនោះប្រទេសចិននឹងក្លាយទៅជាប្រទេសមហាអំណាចលេខ1នៅថ្ងៃណាមួយមិនខាននេះជាអ្វីដែលខ្ញុំយកឃើញមួយវិញទៀតបងប្អូនអាចពិនិត្យមើលនៅក្នុងបញ្ជីដំឡើងពន្ធរបស់ Donald Trump បានគឺនៅក្នុងនោះប្រទេសដែលបានយកពន្ធច្រើនគឺសុទ្ធសឹងតែជាប្រទេសដែលកំពុងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនជាងប្រទេសអាមេរិកទាំងអស់ហើយនិយាយបានថាប្រទេសចិនជាដៃគូពាណិជ្ជកម្មទី1និងប្រទេសអាមេរិកគឺជាដៃគូពាណិជ្ជកម្មទី2អ្នកទាំងអស់គ្នាអាចឆែកវានៅក្នុងអ៊ីនធឺណិតបានហើយព័ត៌មានទាំងអស់ហ្នឹងគឺខ្ញុំបានយកពី website អ៊ីនធឺណិតចំនួន2ទី1គឺ Radio France International និង Financial Times អញ្ចឹងម្ដងទៀតខ្ញុំព័ត៌មានទាំងអស់ហ្នឹងគឺខ្ញុំបានប្រមូលចេញពីអ៊ីនធឺណិតទេហើយជាការយកឃើញរបស់ខ្ញុំទេប៉ុន្តែបើសិនជាបងប្អូនអរគ្នាមានគំនិតអីផ្សេងសូមខមមិននៅខាងក្រោមដើម្បីឲ្យខ្ញុំនឹងបានរៀនបន្ថែមពីគំនិតបងប្អូនអរគ្នាផងដែរអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបាយ